ជំរាបសួរបងប្អូនទាំងអស់គ្នាពួកខ្ញុំបានមកលេងភ្នំខ្នងវាលហើយឥឡូវពួកខ្ញុំបានមកដល់ផ្ទះកាយនៅភូមិសូយ៉ាហើយក៏រៀបចំឲ្យកាយក៏ថ្លឹងគីឡូថ្លឹងអីរៀបចំឲ្យវាយវ៉ាន់ដើម្បីជិះគោយន្តព្រោះអីពួកខ្ញុំមកសានេះមនុស្សច្រើនចំនួន20នាក់អញ្ចឹងជិះគោយន្តចំនួន2ហើយតិចទៀតនេះពួកខ្ញុំរៀបចំចេញទៅហើយខ្ញុំមិនដឹងថាមិនម៉ាទេគឺធ្វើដំណើរតាមផ្លូវហើយនេះជាលើកទី1របស់នាងខ្ញុំឯងដែលឡើងភ្នំអញ្ចឹងអត់ដឹងមិនម៉ែចាំបងប្អូនតាមដានទស្សនាទាំងអស់គ្នាដល់បាយបាយគាត់មកតាមមកទៅហៅមកតែដល់Rồi, đó.